một đo sắp máy và chạy các vị trí tầm nửa ta hơi ta nhẹ nơi chưa được tê tha miên ca phai bờ lăng chu bộ bẹ bờ rọ đôn ta bỏ kế được nong sầm pòn mùi đa mình khó bị ca chuyên lươn rồi bỏ bị phộc lục buộc kế nơi taiประกัน chọp nơi tầm niệm tầm lọp ប្រពៃណីចាស់បុរាណដែលមាននៅក្នុងមជ្ឈដ្ឋានរបស់ពួកគេដែលបានបន្សល់ទុកនិងប្រតិបត្តិតាមជារៀងរាល់ឆ្នាំជំនឿនៃការធ្វើសក្ការៈបូជានៅតែជាជំនឿខាងព្រលឹងរបស់ប្រជាជនគ្រប់រូបនៅក្នុងភូមិនោះហើយការបូជាព្រលឹងជូនដូនតាបុព្វបុរសនោះពួកគេជឿថាក្នុងកុសសម្ព័ន្ធនិងភូមិរបស់ពួកគេនឹងត្រូវបានដូនតាជំនាន់មុនតាមថែរក្សាឲ្យបានសេចក្តីសុខជារៀងរាល់មួយឆ្នាំម្ដងនៅក្នុងក្រុមជនជាតិមួយពួកគេនឹងប្រារព្ធពិធីបូជាម្ដងគឺពួកគេនឹងធ្វើឡើងនៅយប់ថ្ងៃពេញបូរមីដែលព្រះច័ន្ទភ្លឺជាងគេការធ្វើបែបនេះនឹងនាំមកនូវមហិទ្ធិឫទ្ធិដ៏ខ្លាំងក្លាការពារអ្នកភូមិឲ្យគេចផុតពីជំងឺកាចសាហាវទាំងឡាយនិងគ្មានអ្នកមកបៀតបៀនភូមិស្រុករបស់ពួកគេពិធីសំណាញ់ព្រលឹងវិញ្ញាណទាំងនោះត្រូវបានរៀបចំនៅទីធំទូលាយឬវាលស្រែមួយដែលទូលាយធំធេងដែលមានការចូលរួមអំពីក្រុមគ្រួសារទាំងអស់នៅក្នុងភូមិការធ្វើពិធីបូជានេះគេនឹងអញ្ជើញលោកអាចារ្យចំនួន5នាក់ដែលមានតួនាទីជាអ្នកទទួលបន្ទុកក្នុងការធ្វើពិធីបូជាវិញ្ញាណនេះអាចារ្យធំម្នាក់គឺជាប្រធានហើយ4នាក់ទៀតគឺជាជំនួយការគ្រឿងសំណែននិងពិធីគោរពបូជាតែងតែមានផល្លានុផលដែលជាដង្វាយអមពីដង្វាយពិសេសមួយដែលប្រជាកសិករផលិតបានដោយខ្លួនឯងគ្រឿងទាំងនេះបានពីប្រជាកសិករត្រៀមទុកជាមុនក្រោមជំនួយស្ទើរតែទាំងអស់ពីនារីនៅក្នុងភូមិដង្វាយដែលសំខាន់ជាងគេនៅក្នុងដំណើរការពិធីនេះគឺជាដង្វាយមនុស្សស្រីក្រមុំម្នាក់កាលពីមុននៅក្នុងកុលសម្ព័ន្ធនេះធ្វើការបូជានៅស្រីក្រមុំដែលជាមនុស្សរស់ទៅដុតទាំងរស់នៅកណ្ដាលចំណោមតែយូរទៅគេក៏ផ្លាស់ប្ដូរមកជារូបតំណាងវិញដោយសារតែធ្លាប់មានប្រវត្តិដ៏ជូរចត់និងព្រៃផ្សៃកាលពីជំនាន់ដូនតាមុននៅប៉ុន្មានថ្ងៃមុនពេលពិធីចាប់ផ្ដើមពួកគេនឹងសូនរូបចម្បាំងដែលមានទម្រង់ជាមនុស្សនិងតុបតែងស្លៀកពាក់ឲ្យដូចទៅនឹងមនុស្សស្រីនៅពីថ្ងៃមុនប្រារព្ធពិធីគេចាប់ផ្ដើមរៀបចំទីតាំងសម្អាតកន្លែងសម្រាប់ទទួលអ្នកភូមិចាស់ក្មេងទាំងឡាយមកចូលរួមអបអរនៅខែពេញបូរមីគេរៀបចំដាក់អង្កត់អស់ជារង្វង់និងមានដតឈើមួយនៅកណ្ដាលបន្ទាប់មកគេយកមនុស្សស្រីចម្បាំងនោះទៅចងដោយខ្សែកយ៉ាងរឹងមាំនៅលើឈើនោះសម្រាប់ការបូជានៅពេលបន្តិចទៀតពេលយប់ចូលមកដល់អ្នកភូមិទាំងអស់បានមកជួបជុំគ្នាតម្រៀបជារង្វង់យ៉ាងធំនៅជុំវិញទីស្ថានដែលគេរៀបចំសម្រាប់បូជាម៉ោង 9 គត់អាចារ្យទាំង5ដើរចូលមកក្នុងរង្វង់ដែលព័ទ្ធជុំវិញទៅដោយមនុស្សអាចារ្យដែលជាមេក្រុមចាប់ផ្ដើមលើកដៃធ្វើកាយវិការក្រឡោះចុះឡើងដូចជាគេបញ្ជាន់រូបចំណែកឯអាចារ្យ4នាក់ទៀតចាប់ផ្ដើមវាយស្គរផ្លុំត្រែសូត្រមន្តធ្វើមាត់ជីបអូចឡើងរំពងភូមិដែលជាសញ្ញាថាពិធីនឹងចាប់ផ្ដើមក្នុងពេលបន្តិចទៀតនេះក្រោយពីសូត្រធម៌បានមួយសន្ទុះមនុស្សម្នាក់បានកាន់កំណាត់ឈើចូលមកដោយមានដុតភ្លើងរួចជាស្រេចនៅខាងចុងមនុស្សម្នាចាប់ផ្ដើមហូរកញ្ជ្រៀវឡើងលើកដៃឡើងទៅលើទាំងអស់គ្នាហើយបិទភ្នែកហាក់បួងសួងសុំអ្វីម្យ៉ាងនៅក្នុងចិត្តដល់ពេលវេលាកាលណាអាចារ្យយកអង្កត់អស់ភ្លើងនោះបោះចូលទៅក្នុងកណ្ដុបអស់ដែលរៀបជាពំនូកខាងក្រោមមនុស្សចំបើងភ្លើងចាប់ផ្ដើមឆេះយ៉ាងសន្ធោសន្ធៅចាប់ពីក្រោមរហូតឆាបឆេះឡើងទៅលើខ្លួនមនុស្សស្រីចំបើងដែលជាដង្វាយបូជានេះហើយជាពិធីបូជាថ្វាយព្រលឹងរបស់ពួកគេក្រោយពីពិធីចប់អ្នកភូមិទាំងអស់គ្នានាំគ្នាជួបជុំផឹកស៊ីរំរែកយ៉ាងសប្បាយកាលពីមុនដូនតារបស់ក្រុមនោះគឺធ្វើការបូជាដោយប្រើមនុស្សស្រីទាំងរស់យកទៅចងផ្អោបនឹងសសររួចដុតទាំងរស់សាកសពត្រូវបានគេចាប់ដុតដោយព្រៃផ្សៃបំផុតការឈឺចាប់សម្លេងស្រែកយំគួរឲ្យអាណិតចាស់ដែលនៅរស់រានមានជីវិតបានប្រាប់ដល់កូនចៅចំនួនក្រោយរបស់ពួកគេថាកាលពីមុនមានមនុស្សស្រីម្នាក់ដែលត្រូវគេចាប់យកទៅបូជាថ្វាយដូនតាតែនាងម្នាក់នោះមិនព្រមឡើយក៏បានរត់ចេញពីភូមិទាំងយប់ប៉ុន្តែនាងមិនស្គាល់ផ្លូវហើយក៏រត់មិនរួចដែរពេលនោះពួកប្រុសបានដេញតាមទាន់ហើយវាយក្បាលនាងនឹងដងចបបណ្ដាលឲ្យសន្លប់បាត់ស្មារតីក្រោយពីដឹងខ្លួនមកឃើញថានាងកំពុងតែត្រូវបានគេចងឆ្កាងនឹងសសរដោយខ្សែយ៉ាងរឹងមាំពេលវេលាមកដល់គេចាប់ផ្ដើមដុតភ្លើងសំឡេងនាងស្រែកយំដោយការឈឺចាប់នាងនោះរើបំរាស់ឡើងរង្គើសសរដើម្បីរួចផុតពីសេចក្តីស្លាប់
ភ្នែកនាងឡើងក្រហមសម្លឹងមើលមកកាន់អ្នកដែលចូលរួមពិធីយ៉ាងគួរឲ្យខ្លាចហាក់កំពុងចំណាំមនុស្សដែលចាប់នាងមកដុតទាំងរស់បែបនេះមួយសន្ទុះខ្មោចនាងក៏คล้ายទៅជាផេះនៅសល់តែឆ្អឹងពីបេកង់ក្រោយពីពិធីចប់ភ្លាមមេឃក៏ចាប់ផ្ដើមក្រហមព្យុះខ្យល់ដ៏កំណាចបក់មកស្ទើរតែប៉ៅដំបូលផ្ទះរន្ទះព្រាកពេញផ្ទៃមេឃហាក់ដូចជាឈឺចាប់ជំនួសខ្មោចស្រីក្រមុំនោះ5ថ្ងៃក្រោយមកខ្មោចនាងនោះបានចេញមកលងបន្លាចអ្នកដែលចូលរួមពិធីទាំងអស់នោះពេលខ្លះធ្វើជារូបរាងខ្មោចភ្នែកលៀនគួរឲ្យខ្លាចនាងលងអ្នកភូមិយ៉ាងសាហាវធ្វើឲ្យគេគ្រប់គ្នាខ្លាចយ៉ាងខ្លាំងបន្ទាប់ពីនោះមកនៅក្នុងភូមិលែងស្ងប់ស្ងាត់ដូចកាលពីមុនហើយព្រោះចេះតែមានការយីពីខ្មោចស្រីនោះក្រុមអាចារ្យដែលបានចាប់រូបនាងយកទៅដុតក៏ត្រូវបានស្លាប់យ៉ាងអាថ៌កំបាំងបំផុតហើយគេជឿថាប្រកាសជាខ្មោចនាងនោះមិនសុខចិត្តចងគំនុំមកកាច់កឲ្យស្លាប់ហើយពេលនោះហើយដែលទំនៀមទម្លាប់ចាស់បុរាណព្រៃផ្សៃរបស់កូនសម្ព័ន្ធមួយនោះត្រូវបានផ្លាស់ប្ដូរអ្នកភូមិទាំងអស់សម្រេចចិត្តថាឈប់ធ្វើពិធីបូជាមនុស្សរស់ទៀតហើយតែពិធីថ្វាយព្រលឹងជូនដូនតាក៏មិនអាចមិនធ្វើឡើយដូចនេះហើយទើបសម្រេចចិត្តបដូរមនុស្សរស់ទៅជាមនុស្សចម្បាំងវិញជាការគម្រប់កិច្ចហើយពិធីបូជាមនុស្សចម្បាំងថ្វាយព្រលឹងជូនដូនតាឲ្យថែរក្សាស្រុកភូមិក៏ត្រូវបានផ្លាស់ប្រែចាប់តាំងពីពេលនោះមកការស្លាប់ដោយចងកំហឹងគឺពិតជាសាហាវនៅក្នុងទម្លាប់ខ្មែរយើងពីបុរាណគឺមានទម្លាប់មួយចំនួនដែរនៅក្នុងការបូជាខ្មោចពិធីបូជាសពឬបញ្ចុះសពទៅតាមទំនៀមទម្លាប់ពីបរមបុរាណដូនតាខ្មែរតែងជឿថាតាមថ្ងៃនីមួយៗមានថ្ងៃល្អនិងថ្ងៃមិនល្អដូចនេះមិនចេះតែធ្វើប្រេះផ្ដាស់នោះទេត្រូវគិតពីកម្លាំងថ្ងៃជាធំបើធ្វើខុសពីដំណំនោះនឹងមានរឿងមិនល្អកើតឡើងបំរាមមួយចំនួនរបស់ដូនតាខ្មែរហាមមិនឲ្យកូនចៅធ្វើដាច់ខាតគឺនៅថ្ងៃអាទិត្យជំនឿបុរាណជឿថាវាគឺជាថ្ងៃចុះក្ដៅដូចនេះហាមកប់ខ្មោចឬបញ្ចុះសពក្នុងថ្ងៃអាទិត្យព្រោះអាចនឹងនាំរឿងហេតុមិនល្អកើតឡើងដល់ព្រលឹងខ្មោចមិនអាចទៅកាន់សុគតិភពបានទេនឹងនាំឲ្យកើតរឿងក្តៅក្រហាយដល់ក្រុមគ្រួសារកូនចៅទៀតផងថ្ងៃអង្គារតាមទំនៀមទម្លាប់ជំនឿតាំងពីបរមបុរាណជឿថាថ្ងៃអង្គារជាថ្ងៃចុះភ្លើងដូចនេះហាមដុតខ្មោចឬបូជាសពនៅក្នុងថ្ងៃអង្គារជាដាច់ខាតជាហេតុអាចនឹងនាំឲ្យព្រលឹងខ្មោចមិនអាចទៅចាប់ជាតិថ្មីបានព្រោះថ្ងៃនេះរឹងនឹងនាំទុក្ខវេទនាដល់ក្រុមគ្រួសារកូនចៅដែលកំពុងនៅរស់រានមានជីវិតមានតែរឿងរ៉ាវសពបែបយ៉ាងនឹងរកស៊ីដាក់ទោះជាយ៉ាងណានេះគ្រាន់តែជាទំនៀមទម្លាប់ពីបរមបុរាណហើយរឿងពិតយ៉ាងណានោះស្រេចតែលើគ្រួសារសពបើគិតថាថ្ងៃណាល្អជាថ្ងៃមង្គលគួរធ្វើចុះ